ជួបគ្នាសាច់ថ្មីម្ដងទៀតហើយបងប្អូនទាំងអស់គ្នាហើយលើកនេះដែរដែលខ្ញុំនាំអ្នកទាំងអស់គ្នាដែលជាការសន្យាដែលខ្ញុំវគ្គមុនហ្នឹងខ្ញុំប្រាប់ថាខ្ញុំនឹងឲ្យបងស្រីខ្ញុំនិយាយពីរឿង10ឆ្នាំមុនដែលគាត់ជួបហ្នឹងហើយនឹងវិបត្តិថ្មីថែមមួយទៀតដែលគាត់ជួបហ្នឹងតែម្ដងអញ្ចឹងបងស្រីខ្ញុំត្រូវតែនិយាយថ្ងៃនេះលះហ្មងចាមួយថ្ងៃនេះគឺយើងអាចនិយាយបានថាចាយើងធ្វើដល់ទៅ2 3 clip ជាមួយនឹងវិបត្តិហ្នឹងហ្មងហើយបន្ទាប់ដែលខ្ញុំចង់ប្រាប់ទៅអ្នកទាំងអស់គ្នាគឺវិបត្តិថ្មីរបស់ខ្ញុំហ្នឹងគឺវាជួបនឹងរឿងថ្មីបញ្ហាថ្មីចេះហ្មងថ្មីទៀតពីព្រោះជីវិតយើងវាត្រូវដើរទៅមុខចាហើយត្រូវទៅជួបរឿងថ្មីជួបអ្វីដែលយើងអត់នឹកស្មានដល់ហ្នឹងហើយហើយនិយាយតាមត្រង់ណាខ្ញុំក៏អរគុណជាមួយនឹងឧបសគ្គមួយហ្នឹងដែលវាមកជួបប៉ះមួយយើងបដារហូតដល់ឲ្យយើងដឹងថាជីវិតរបស់យើងត្រូវដើរទៅមុខត្រូវទៅកែប្រែស្ថានភាពដើរចេញពីវាមិនបាច់ហើយនឹងធ្វើអីដែលថ្មីឲ្យខ្លួនឯងជួបអ្វីដែលឲ្យរឹងមាំកាន់តែរឹងមាំហើយឲ្យកាន់តែរឹងមាំអូខេហ្នឹងហើយជាមួយនឹង clip នេះដែរខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាអ្វីដែលខ្ញុំជួបថ្មីនោះគឺវាបញ្ហាផ្សេងទៀតហើយខ្ញុំបន្ទាប់ពីការដែលខ្ញុំជួបបញ្ហាពីលើកមុនជាមួយនឹងគ្រូសាស្ត្រខ្ញុំត្រួសត្រាយអស់វគ្គអស់ហលីងអស់ទាំងបំណុលអស់ទាំងនេះគ្រប់អស់ហើយខ្ញុំរៀបរយហើយខ្ញុំឲ្យគ្រូសាស្ត្រខ្ញុំបានមានញាក់របស់ញ៉ាំឆ្ងាញ់ចង់ទៅណាក៏បានទិញឡានទិញអ្វីដែលយើងចង់បានត្រូវការឲ្យអស់ហើយអញ្ចឹងជីវិតយើងវាអាចផ្សេងថា ready អស់ហើយក៏ពិតមែននៅជួបទៀតខ្ញុំបន្ទាប់ពីហ្នឹងមកគឺខ្ញុំជួបបញ្ហាធំបន្ទាប់ទៀតគឺវិបត្តិជំងឺចូលមកខ្លួនឯងទាំងអត់ដឹងខ្លួនណាហើយអាចនិយាយបានថាយើងមានគិសហ្នឹងហើយចឹងហ្នឹងចាញ់ទៅវះកាត់នៅប្រទេសថៃចាអាហ្នឹងគឺជាវិបត្តិថ្មីរបស់ខ្ញុំហ្មងវាមានជំងឺចូលមកហើយស្របពេលដែលពេលហ្នឹងយើងមានបញ្ហាបន្ទាប់ទៀតនៅពេលដែលខ្ញុំសម្រេចចិត្តទៅវះកាត់ហ្នឹងគឺនៅប្រទេសថៃខ្ញុំអត់បានវះនៅខ្មែរយើងទេខ្ញុំទៅវះកាត់នៅប្រទេសថៃហើយវះកាត់ហ្នឹងមានតែ2អ្នកម៉ែកូនទៀតហើយចានិយាយទៅគាត់ជួបរឿងតែ2អ្នកម៉ាក់កូនគាត់ខ្លាំងហ្មងនិយាយរួមទៅគឺខ្ញុំទៅវះកាត់នៅនោះដេកនៅនោះអីនៅនោះហើយអស់ចឹងទៅត្រឡប់មកវិញខ្ញុំក៏អត់នឹកស្ថានភាពដែលខ្ញុំត្រូវជួបអាបញ្ហា depression ហ្នឹងមកវិញទេពីព្រោះដោយសារតែយើងអត់ដឹងថាវាជាអីផងហ្នឹងគ្រាន់តែយើងឈឺហ្នឹងគ្រាន់តែវះកាត់ហើយលេបថ្នាំហើយយើងហៃហ្នឹងគ្រាន់យើងឈឺធម្មតាហ្នឹងគ្រាន់យើងគិតថាជាជំងឺធម្មតាដែលយើងឈឺនៅជាប់ខ្លួនទេចាហើយបើនិយាយពីភ័យហើយរន្ធត់ឬមួយក៏មានបញ្ហាក៏អត់ដែរអត់មានហ្មងណាពេលទៅវះហ្នឹងចាផ្ទុយមកវិញពេទ្យគ្រាន់តែឲ្យយើងសម្រាកទៅរយៈពេលមួយខែអញ្ចឹងទៅវាទៅជាជំងឺហ្នឹងវាមកអត់ដឹងខ្លួនសូម្បីតែមនុស្សនៅតែផ្ទះក៏មានរឿងដែរមែនកាលនោះមានរឿងជើងខ្ញុំភ្លេចបាត់ហើយមានរឿងដែលខ្ញុំអត់ដែរប្រាប់នរណាគេហើយក៏មួយចំនួនដែលដឹងរវាងមិត្តភ័ក្តិហើយនិងមិត្តភ័ក្តិខ្ញុំគោរពស្រឡាញ់គេខ្ញុំដើរមួយគេខ្ញុំឲ្យតម្លៃគេរវាងមិត្តភ័ក្តិហើយពេលដែលខ្ញុំវះកាត់ហ្នឹងខ្ញុំអាចមើលបានដឹងថាអ្នកណាជាមិត្តពិតអ្នកណាមកសួរសុខទុក្ខខ្ញុំពេលខ្ញុំឈឺពេលដែលខ្ញុំធ្លាក់ដល់បាបអូខេសម្រាប់ខ្ញុំបញ្ហាមិត្តភ័ក្តិនៅពេលដែលឈឺហ្នឹងហើយដែលខ្ញុំដូចខ្មោច7ថ្ងៃហ្នឹងបានថាការរាប់អានមួយអ្នកទាំងអស់គ្នាត្រូវមើលនៅពេលដែលយើងជួបបញ្ហាអ្នកណាខ្លះស្គាល់យើងពេលមានទុកអ្នកណាខ្លះស្គាល់យើងពេលមានសុខនេះមួយគឺខ្ញុំអត់ដែរបាននិយាយនៅលើ social media ដូចគ្នាខ្ញុំតែតែលាក់ទាំងអស់ហើយអ្វីដែលខ្ញុំអត់ដែរនិយាយគឺខ្ញុំអត់និយាយហ្មងតែសម្រាប់ថ្ងៃនេះដូចនិយាយចឹង depression វាចូលមកយើងគ្រប់បញ្ហាកាលនោះខ្ញុំវះខ្ទង់អាយុ29ចូល30គាត់ឆ្នាំរហូតកាលដែលខ្ញុំជួបបញ្ហាពីលើកមុនគ្រួសារខ្ញុំហ្នឹងអាយុ19 20នៅពេលដែល10ឆ្នាំក្រោយមក29 30អូខេចាក្នុងក្នុងកំឡុងពេលហ្នឹងហ្មងទួនអាយុគាត់ឆ្នាំជាន់ឆ្នាំឆុងឆ្នាំអីហ្នឹងអាហ្នឹងនៅប្រទេសក៏រឿងដែរអានេះយើងនិយាយពីបញ្ហាចូលរឿងផ្សេងទៀតណាប៉ុន្តែយើងអត់លើកអាហ្នឹងមកទេយើងនិយាយតែពីបញ្ហានៅក្នុងកំឡុងពេលគាត់ឆ្នាំហ្នឹងពេលឆ្នាំយើង10ឆ្នាំម្ដង10ឆ្នាំម្ដងវាតែតែចូលរឿងមកថ្មីឲ្យយើងហ្មងអូខេអញ្ចឹងត្រូវប្រយ័ត្នខ្លាំងមែនតើប្រយ័ត្នជាងគេសុខភាពផ្លូវចិត្តអូខេចាហ្នឹងហើយជាមួយនឹងបញ្ហាហ្នឹងគឺខ្ញុំវះកាត់ហើយខ្ញុំនៅផ្ទះខ្ញុំធ្វើ content វីដេអូខ្ញុំធ្វើអីខ្លួនឯងហើយកាលហ្នឹងក៏ខ្ញុំជួបបញ្ហាហ្នឹងហើយបន្ទាប់ពីវះហើយខ្ញុំបែកបាក់ស្នេហាហ្នឹងហើយខ្ញុំបែកបាក់ស្នេហាមានបញ្ហាមកតង់ហើយពួកម៉ាក់និយាយដើមពីក្រោយនិយាយដើមខ្ញុំអត់ខឹងទេនិយាយទៅលើនិយាយកុហកទៅលើនិយាយបំភ្លើសហ្មងហើយខ្ញុំអត់ចូលចិត្តជាងគេគឺអ្នកដែលនិយាយបំភ្លើសខ្ញុំបើនិយាយពីក្រោយខ្ញុំនិយាយចោះជារឿងការប៉ັດអីនិយាយចោះប៉ុន្តែបើនិយាយបំភ្លើសខ្ញុំអត់បានហើយបើចិនបើចរិតគាត់មួយទៀតបើឆ្ងល់ចង់សួរគ្នាមកសួរត្រង់ទៅត្រង់មកសួរទៅសួរមកពីព្រោះដោយសារតែខ្ញុំស្រឡាញ់នឹងឲ្យតម្លៃគោរពការមិត្តភក្តិហ្នឹងហើយអ្នកណាអត់សួរសុខទុក្ខខ្ញុំពេលឈឺហ្នឹងក៏ខ្ញុំសែវទុកគ្រាន់តែថាខ្ញុំដឹងថាអ្នកនោះអត់បានសួរសុខទុក្ខខ្ញុំទេពេលអ្នកឯងឈឺមានវត្តមានខ្ញុំតែពេលខ្ញុំឈឺអត់មានវត្តមានអ្នកឯងអញ្ចឹងខ្ញុំគ្រាន់តែថាអូខ្ញុំដឹងថាបុគ្គលហ្នឹងវាមិនទៅបានហើយខ្ញុំនឹងចងចាំទុកហើយនឹងរៀបចំផ្លូវខ្លួនឯងដែរតែប៉ុណ្្នឹងចា
ហើយនៅក្នុងកំឡុងពេលឈឺហ្នឹងគឺបាក់ទឹកចិត្តមកចូលមកចូលជ្រាបជាមួយយើងមិនជ្រាបហ្មងយើងនៅផ្ទះយើងធ្វើការថតវីដេអូកាត់វីដេអូអីមានការងារធ្វើនៅមានការងារធ្វើអាពេលថ្ងៃអញ្ចឹងយើងដើរទៅធ្វើការដូចដើមឯងយើងទៅថត live លក់អីបានលក់អីហើយធ្វើ clip វីដេអូអីតែនៅពេលយប់ទៅវាយយើងពេលយប់វាយប្រហែលយើងពេលយប់គឺវាចូលមកឲ្យយើងកាត់ឲ្យយើងដឹងហើយឲ្យពេលដែលយើងជួបពីបញ្ហាដែលយើងឈឺនឹងដែលដេកផ្ទះហ្នឹងវាឲ្យយើងមើលឃើញពីមជ្ឈដ្ឋានជុំនឹងទាំងអស់ហើយខ្ញុំតែនៅក្នុងបន្ទប់ទៀមបិទភ្លើងមែនពេលដែលយើងចិត្តឆឹងខ្ញុំជាមួយនឹងកុំព្យូទ័របងនឹងកុំព្យូទ័រហ្នឹងបើកតម្រឿងចោលហើយអង្គុយមើលវាចឹងអង្គុយទល់មុខវាអញ្ចឹងមកយប់ទល់ភ្លើងហើយភ្លើងក៏ឆឹងចឹងដូចណែពេលឡើងទៅដល់ហៅបងទៅញ៉ាំបាយបើកមកឃើញបងខ្ញុំឆ្ងល់ពេលហ្នឹងខ្ញុំឆ្ងល់ថាភ្លើងតែក៏មិនបើកហ្នឹងហើយក៏មិនបើកភ្លើងខ្ញុំសួរចែងចឹងហើយចែងទៅចិត្តអត់ទេចង់បិទខ្ញុំថាចាអើយវាទីឲ្យបិទហ្មងសូម្បីអ្នកនរគ្នាថាមើលរឿងបិទភ្លើងខ្ញុំថាណានៅក្នុងបន្ទប់សូម្បីតែគាត់ហូបបាយនៅពេលល្ងាចប្រហែលជា4 ម៉ោង 5ហ្នឹងភ្លើងវាត្រូវចាប់ដាប់ភ្លឺយើងត្រូវចាប់ដាប់បើកឯងនៅផ្ទះមួយមែនទេប៉ុន្តែអ្នកនរគ្នាពេលខ្ញុំចេញមកពីផ្សារវិញខ្ញុំជិះ pass app មកដល់ខ្ញុំចុះពីលើផ្ទះមកខ្ញុំចុះពីលើ pass app ហ្នឹងមកដល់ខ្ញុំមើលបងស្រីខ្ញុំពីក្នុងពីក្រៅផ្ទះចូលក្នុងផ្ទះហ្នឹងឃើញគាត់កំពុងហូបបាយហ្នឹងគឺគាត់បិទភ្លើងហ្មងអត់ដឹងថាហេតុអីបានគាត់ទៅជាខ្ញុំគិតថាចេះគាត់សំចៃតែដល់ពេលខ្ញុំសួរគាត់ទៅគាត់ថាអត់ទេគាត់ចង់នៅអញ្ចឹងអីដែលគាត់ចង់នៅគឺគាត់ចង់នៅភាពងងឹតហេតុអីខ្ញុំសួរគាត់អញ្ចឹងវាអារម្មណ៍យើងទៀមទាឲ្យនៅជាមួយនឹងហ្នឹងហើយការហ្នឹងផ្លិចជាអាចនិយាយបានថាយើងផ្លិចជាខាងអាជំងឺហ្នឹងវាបានបាត់ពីយើងទៅឆ្ងាយតែភាពប៉ុនអត់ហងវាបញ្ជ្រាបចូលមកពេលយើងឈឺបាក់ទឹកចិត្តហ្នឹងហ្មងពេលយើងឈឺវាការអន់ចិត្តឡើងមកច្រើនហើយយើងមើលទៅមកបងរួមជាមួយការអន់ចិត្តទៀតចាអន់ចិត្តហ្នឹងរឿងគេខ្លះពេលកាលហ្នឹងជួយនិយាយតិចមកឲ្យគាត់ដូចជាមនុស្សដែលសំខាន់បំផុតរបស់យើងអត់មកមើលយើងនៅពេលដែលយើងវាកាត់ហើយហ្នឹងវាជាមួយកតាទី1ដែលយើងអន់ចិត្តចូលមកកតាទី2យើងមានអារម្មណ៍ថាយើងពេលឈឺហ្នឹងដូចជាមនុស្សអត់ប្រយោជន៍លុយអត់បានចូលនៅក្នុងខ្លួនឬមួយក៏ធ្វើអីអត់ចាញ់ហ្នឹងឯងគាត់ធ្លាប់និយាយឲ្យតែទឹកភ្នែកម្ដងដល់ពេលនឹងអង្គុយហូបតុកបាយហ្នឹងហើយអូខេនិយាយតទៀតហើយក៏ម្យ៉ាងទៀតជាមួយនឹងមិត្តភ័ក្តិដែលយើងគិតថាយើងអត់បានទៅធ្វើអីគេហេតុអីក៏គេមានបំណងអាក្រក់ពីយើងពីក្រោយនិយាយដើមយើងនិយាយប្លើសយើងហើយយើងដឹងសក់គ្រប់ទាំងអស់ហ្មងប៉ុន្តែយើងអត់តបតទៅគេគាត់ហៅគេមកឲ្យនិយាយទល់មុខគ្នាមួយយើងគេអត់ហ៊ានគេហ៊ានវិញហ្នឹងកតាទី3ហើយនឹងដឹងច្រើនទៀតថាមិត្តភ័ក្តិដែលយើងស្រឡាញ់បំផុតមួយចំនួនទៀតអត់មកមើលយើងសួរសុខទុក្ខយើងអាហ្នឹងវាជាការអន់ចិត្តឡើងមកជាមួយតែវាអត់ថ្មីទេយើងព្យាយាមប្រឡប់ជាមួយនឹងការងារផ្សេងតែនៅដល់ពេលយប់ឬមួយក៏ពេលដែលយើងអត់ធ្វើការវាទាមទារឲ្យយើងនៅជាមួយនឹងការងឹតបិទភ្លើងអត់នៅជាមួយខ្លួនឯងហើយដល់ពេលដល់ដំណាក់កាលមួយទៀតជាមួយនឹងការបែកបាក់ស្នេហាក៏ចឹងដែរដំណាក់កាលទី4ហ្នឹងកតាទី4ដែលចូលមកដែលធ្វើគាត់មានអារម្មណ៍ថាពីគាត់ផ្លូវចិត្តចូលមកថ្មីទាំងដែលមនុស្សអត់មានតែឆ្លោះគ្នាសោះហើយបែកគ្នាយល់ថាវាអត់មានបានឆ្លោះគ្នាសំបីតែម៉ាត់បើយើងបានឆ្លោះគ្នាតែមួយម៉ាត់ហើយបែកគ្នាតែយើងក៏អត់ចិត្តដែរហ្នឹងហើយតែវាអត់មានបានឆ្លោះគ្នាតែយើងបែកគ្នាយល់ទេវាអត់មានជារឿងអីសោះហេតុអីក៏វាទៅអញ្ចឹងវាទៅជាវាមកដាក់បន្ទុកលើយើងអញ្ចឹងវាចូលមកវាផ្ទួនច្រើនដល់ពេលអញ្ចឹងហើយផ្លូវចិត្តយើងវាចាប់ដើមទុនសោយទៀតរើមកម្ដងទៀតវាចាប់ដើមទុនសោយវាចង់ឲ្យយើងនៅតែឯងហើយពេលខ្លះខ្ញុំនៅតែឯងអញ្ចឹងបងនៅតែឯងអញ្ចឹងងូតទឹកងូតអីហើយមកឆ្លោះត្រចក់ហើយអារម្មណ៍មួយទៀតវាទាមទារឲ្យយើងទៅចងកហ៎ពេលដែលចាញ់ឆ្លោះកញ្ចក់ខ្លួនឯងហ្នឹងអើយចាញ់ងូតទឹករួចរាល់ហើយចាញ់មកមើលកញ្ចក់ទាំងខ្លួនឯងឃើញខ្លួនឯងទៅចង់កអូអ្នកនរគ្នាធ្ងន់ធ្ងរខ្លាំងជាងមុនទៀតហ្នឹងហើយវាទាមទារឲ្យខ្ញុំទៅចងកហើយយប់ឡើងវាមានសម្ោលមួយទៀតមកឈរនៅចុងជើងវាទៅជាបង្កើតរូបភាពវាទៅជាស្អីផ្សេងដែលយើងបំលែងមួយទៀតបំលែងថ្មីមកមួយទៀតដែលយើងអត់ដឹងថាហេតុអីបានទៅជាអញ្ចឹងវាសុកហ្មងហ្នឹងហើយទាំងតែចាញ់នៅផ្ទះស្ងប់ស្ងាត់ម្នាក់ហ្នឹងហើយខ្ញុំឃ្លីបនេះដែរខ្ញុំអរគុណដល់គ្រូសាខ្ញុំមួយសារហ្នឹងខ្ញុំយកខ្លួនឯងចេញអត់ហួចទេណាតែបានគ្រូសាខ្ញុំម៉ាក់ខ្ញុំបងខ្ញុំគាត់ឃើញខ្ញុំមកញ៉ាំបាយដូចមុនហ្នឹងគាត់និយាយអញ្ចឹងគាត់ចុះពី pass up មកគាត់ឃើញខ្ញុំញ៉ាំបាយទាំងអត់បើកភ្លើងហ្នឹងគាត់មើលខ្ញុំអត់ស្រួលក៏ដាក់ទឹកមកនិយាយគ្នាអត់ទេពេលហ្នឹងខ្ញុំរត់ទៅធ្វើម្ហូបបន្តទៀតហ្នឹងហើយបន្ទាប់មកខ្ញុំសួរម៉ាក់ថាម៉ាក់ចាយដូចអត់ស្រួលទេហើយខ្ញុំឃើញថាគាត់ចូលចិត្តនៅតែកន្លែងងឹតអត់យល់ថាហេតុអីគាត់ទៅកន្លែងចឹងហើយពេលវេលាហ្នឹងអ្នកនរគ្នាដឹងមិនទេញ៉ាំបាយទឹកមូលហ្នឹងកំពុងតែនិយាយគ្នាសប្បាយគាត់នៅសុកគឺគាត់បង្ហើបអារម្មណ៍មួយប្រាប់ខ្ញុំថាម៉ាក់ខ្ញុំចង់និយាយរឿងមួយហើយអ្នកនរគ្នាស្ដាប់ខ្ញុំទាំងអស់គ្នាកន្លែងហ្នឹងអ្នកនរគ្នាដឹងខ្ញុំអារម្មណ៍មិនចេះខ្ញុំថាចាមានរឿងអីខ្ញុំធម្មតាឯងខ្ញុំអត់ដឹងថាចាយដល់ថ្នាក់ដំណាក់កាលហ្នឹងឯងគ្រាន់តែដឹងថាគាត់ចង់និយាយពីអីដែលអារម្មណ៍គាត់អន់ចិត្តមួយពួកយើងឯងតែអត់ដល់ថ្នាក់គិតថាគាត់មានរឿងហ្នឹងកើតឡើងហើយហ៊ានមកនិយាយលើតុអីពួកខ្ញុំស្ដាប់ទាំងអស់គ្នាអូខេព្រោះ
មានអារម្មណ៍ថាពេលហ្នឹងដែលហ៊ានបើកនិយាយប្រាប់គ្រួសារហ្នឹងគឺខ្ញុំមានអារម្មណ៍ថាខ្ញុំទាញខ្លួនឯងចេញអត់ផុតហ្នឹងអត់ខ្ញុំដឹងថាអូតើហ៊ានទៅទុកតិចទៀតខ្ញុំដល់ទុកខ្លួនឯងអត់ជាប់ទេចឹងហ្នឹងអាចចិត្តខ្លីកន្លែងនោះសំខាន់ណាស់អ្នកនរគ្នាខ្ញុំចង់និយាយចឹងណាកន្លែងនោះសំខាន់មែន អាហ្នឹងជាកលឹះមួយទៀតពីមុនយើងធ្លាប់ហក់ពីលើអាគារចង់សម្រាប់ខ្លួនតែយើងមានគំនិតមួយចង់ដោះចេញមកអាការ10ឆ្នាំមុនចាតែដល់ពេល10ឆ្នាំក្រោយខ្ញុំយកខ្លួនឯងចេញពីអាសម្ពាធហ្នឹងអត់ផុតទេហ្នឹងហើយតែខ្ញុំហ៊ានលើកយកមកដាក់នៅលើតុឲ្យប្រាប់គ្រួសារអានេះគឺជាកលឹះមួយទៀតសម្រាប់អ្នកទាំងអស់គ្នាដែលរកផ្លូវអត់ចេញអាហ្នឹងគឺកលឹះដើរចេញពី depression ហើយខ្ញុំសូមផ្ដាំអ្នកទាំងអស់គ្នារឿងមួយយើងជាគ្រួសារគាត់យើងត្រូវទទួលស្ដាប់គាត់កុំបន្ទោសពួកខ្ញុំពេលហ្នឹងណាភ្ញាក់ទាំងអស់គ្នាហ្មងទាំងម្ដាយខ្ញុំទាំងប្អូនខ្ញុំហើយនឹងខ្ញុំភ្ញាក់ព្រើតគាត់ថាចេះគាត់ចង់ក៏សម្លាប់ខ្លួនគាត់ឃើញរូបភាពខ្លួនឯងបែបហ្នឹងអ្នកទាំងអស់គ្នាដល់ពេលហ្នឹងមិនចេះខ្ញុំអត់មានទៅហាមាត់បន្ទោសមាត់បន្ទោសស្ដីបន្ទោសគាត់ថែមនេះខ្ញុំបែរជាលើកដៃគាត់ចាក់ដៃគាត់យ៉ាងណែនហើយខ្ញុំប្រាប់គាត់ថាចាមិនអញ្ចឹងមានសំណួរសួរបងវិញអត់មានថាមិនចាញ់ទៅធ្វើអញ្ចឹងចាញ់ធ្វើចោលកើតទេអានេះអត់មានការជជែកពេកញើឆ្លុះគ្នានៅក្នុងផ្ទះបន្ថែមទៀតឲ្យគាត់មានសម្ពាធទេអញ្ចឹងកន្លែងហ្នឹងណាបើសិនជាបងប្អូនឬក៏នៅក្នុងគ្រួសារដឹងថាគាត់មានសម្ពាធមួយហ្នឹងហើយគាត់ហ៊ានបើកកាយឲ្យអ្នកនរគ្នាស្ដាប់ចាំបានន័យថាគាត់ប្រវាក់ក្នុងទ្រូងគាត់ខ្លាំងបានគាត់ហ៊ានមកប្រាប់ហ្នឹងហើយអ្នកដែលស្ដាប់ហ្នឹងជាពិសេសអ្នកចំណុចដែលស្ដាប់ខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងម្ដងទៀតកុំបន្ទោសដោយសារតែពាក្យសម្ដីដែលគាត់ប្រាប់មកយើងត្រូវតែលួងគាត់ឡើងវិញទទួលស្ដាប់គាត់គ្រប់យ៉ាងហើយលួងគាត់ពេលហ្នឹងគឺត្រូវការលួងអត់ត្រូវការស្ដីបន្ទោសទេខ្ញុំអរគុណគ្រួសារខ្ញុំទាំងអស់គ្នាហ្មងដែលគាត់ទទួលស្ដាប់ខ្ញុំនៅពេលដែលនៅលើតុបាយហ្នឹងហើយខ្ញុំហ៊ាននិយាយហ្នឹងដោយសារតែខ្ញុំដឹងថាខ្ញុំដើរចេញអាផ្លូវហ្នឹងអត់រួចខ្ញុំហ៊ានលើកយកមកនិយាយហើយខ្ញុំនិយាយទាំងយំពេលខ្ញុំលើកទី1ឲ្យគ្រួសារខ្ញុំម៉ាក់ខ្ញុំឃើញគាត់យំណែកយំនៅលើតុបាយហ្នឹងចាខ្ញុំចាំរូបភាពទី1ដែលគ្រួសារខ្ញុំបានខ្ញុំនិយាយមែនទស្សនវិជ្ជាហ្នឹងខ្ញុំចាំរូបភាពគាត់អង្គុយយំហើយប្រាប់ពួកខ្ញុំអត់ភ្លេចទេរហូតដល់ថ្ងៃហ្នឹងអញ្ចឹងបានន័យថាគាត់សម្ពាធធ្ងន់ធ្ងរហ្នឹងហើយកន្លែងហ្នឹងឯងដែលខ្ញុំយល់ពីចិត្តគាត់ច្រើនជាងមុនហើយខ្ញុំនឹងទាញគាត់ចេញពីកន្លែងនរកមួយហ្នឹងបានហ្នឹងហើយនរកមួយហ្នឹងគឺខ្ញុំអត់ឲ្យបងស្រីខ្ញុំនៅដាច់ខាតគឺខ្ញុំបង្វែរការងារគាត់ចូលមកធ្វើការជាមួយខ្ញុំទាំងដែលគាត់ឈឺដល់ក៏ខ្ញុំត្រូវទាញគាត់ចេញពីផ្ទះហ្នឹងដែរខ្ញុំឲ្យគាត់នៅម្នាក់ឯងដាច់ខាតតែម្ដងហ្នឹងហើយឥឡូវហ្នឹងឯងដែលគាត់ស្រឡាញ់ពួកខ្ញុំលើសដើមពីព្រោះខ្ញុំដឹងពីគាត់ហើយខ្ញុំស្ដីបន្ទោសហើយខ្ញុំថែមទាំងលើកទឹកចិត្តគាត់បន្ថែមទៀតហើយជួយគាត់ពីក្រោយខ្នងឲ្យគាត់ត្រូវធ្វើអីខ្លះអត់ឲ្យគាត់នៅម្នាក់ឯងដាច់ខាតហ្នឹងហើយខ្ញុំបានត្រឹមហ្នឹងគឺខ្ញុំចេញទៅសារមួយគាត់ខ្ញុំចេញទៅធ្វើអីផ្សេងមួយគាត់ខ្ញុំចេញទៅ live ខ្ញុំ live ដល់កន្លែងហ្នឹងហើយប្រាប់ពីទីតាំងលក់ហើយគាត់ទៅធ្វើអីដែលយើងត្រូវតែធ្វើទោះបីជាអត់រវល់ក៏ត្រូវធ្វើឲ្យខ្លួនរវល់ដែរតែអាពេលរវល់ហ្នឹងរវល់មែនណាខ្ញុំមកទិញដល់កន្លែងតែម្ដងឡើងគាត់លេចការគិតច្រើនណាហ្នឹងហើយបាត់បង់អាការគិតច្រើនដែរគាត់សូម្បីតែគាត់មកដល់ទេគឺគាត់មានអារម្មណ៍ថាហត់ចង់សម្រាប់ទេហ្នឹងហើយយើងបានដើរចេញពីអាហ្នឹងដោយសារតែកលឹះមួយហ្នឹងដែរហ្នឹងហើយទៅធ្វើអីដែលយើងចង់ធ្វើអីដែលយើងមិនត្រូវធ្វើក៏យើងត្រូវតែធ្វើដែរកុំនៅតែឯងទៅជុំគ្នាមួយគេហើយនឹងមានអីនៅក្នុងចិត្តយើងលើកយកមកដាក់លើតុនិយាយហើយគ្រួសារយើងតាំងពីនឹងមកគឺព្យាយាមលើករឿងស្អីដែលនៅក្នុងចិត្តរៀងខ្លួនយកមកដាក់លើតុនិយាយជុំគ្នាហ្នឹងហើយតាំងពីនោះមកបែរហើយឥឡូវខ្ញុំចូលដល់មកវគ្គទៀតដែលខ្ញុំកន្លងផុតវាហួសមកដល់ឥឡូវនេះរាល់ថ្ងៃនេះបច្ចុប្បន្ននេះហើយទៅតកើតថ្មីពីអាទិត្យមុនអាទិត្យមុនថែមទៀតចាទាំងដែលខ្ញុំនៅលួងគាត់ដូចដែរអាទិត្យមុនគឺវាបានបកមកវាយខ្ញុំម្ដងទៀតដូចជាច្រើនតបងដូចមនុស្សធំខ្លួនហ្មងហើយទាំងដែលយើងគិតថាអូអញចេញពីហ្នឹងផុតអត់ផុតទៀតចាខ្ញុំអាចនិយាយបានថាសម្ពាធរបស់ខ្ញុំមានតែមួយឯងកៅលុយរកស៊ីហើយនឹងធ្វើអីឲ្យខ្លួនឯងរីកចម្រើនតែដល់ពេលយើងដាក់សម្ពាធខ្លួនឯងពេកទៅវាទៅជារឿងមួយផ្សេងទៀតដែលចូលមកវាចាប់ដើមរាំងស្ទះផ្លូវដែលយើងដើរចេញពីវាអត់រួចអញ្ចឹងណាហើយខ្ញុំខំប្រឹងសោចខំប្រឹងសុបាយខំប្រឹងទៅធ្វើអីផ្សេងទាំងដែលខ្ញុំដឹងថាកាលពីប្រហែលឆ្នាំមុន10ឆ្នាំក្រោយខ្ញុំដើរចេញពីវាដោយសារតែខ្ញុំអត់នៅផ្ទះទេខ្ញុំចេញទៅធ្វើស្អីធ្វើ content ធ្វើអីថតនេះទៅជួយសង្គមទៅជួយផ្នែកសិល្បៈទៅជួយខាងសមាគមចាខ្ញុំទាញខ្លួនឯងចេញពីអាហ្នឹងពីព្រោះខ្ញុំដឹងថាវានឹងមករកខ្ញុំហើយអញ្ចឹងខ្ញុំរត់ទៅធ្វើអីផ្សេងហ្នឹងហើយអញ្ចឹងមានន័យថាខ្ញុំដឹងថាវាចូលមកបញ្ជ្រាបចូលមកទៀតហើយតែខ្ញុំអត់ព្យាយាមនៅជាមួយវាហើយអត់នៅម្នាក់ឯងទេអញ្ចឹងខ្ញុំរត់ទៅធ្វើអីផ្សេងត្រូវជួបបង Philip អីចឹងទៅក៏ទៅធ្វើ content ដាក់នៅក្នុង YouTube ទៀតហ្នឹងហើយរត់ទៅស្អាងរត់ទៅអីឃើញស្រាប់ឯងដើរទៅមួយគ្នាហ្នឹងហើយសុបាយមើលទៅថាសុបាយតែតាមពិតអត់ទេវានៅមករកយើងទៀតអ្នកទាំងអស់គ្នាកុំភ្លេចខ្លួនឲ្យសោះហ្នឹងហើយនៅពេលដែលយើង down អីមួយអានេះលើកទី3នេះដែលវាចូលមកលើកទី3ហើយនៅក្នុងអាទិត្យមុនទៅតែវារើឯងវាតាមពិតវាបញ្ជ្រាបអារម្មណ៍នឹងមកហើយនឹងអាបញ្ហានឹងមករកយើងហើយប៉ុន្តែយើងព្យាយាម
កិច្ចវា ខាងខ្លួនឯងកិច្ចវាហើយនឹងទៅរកវិធីសាស្ត្រដែលយើងធ្លាប់ឆ្លងកាត់វាមុននោះឲ្យផុតតាមពិតអត់ផុតទេពីអាទិត្យមុនខ្ញុំជាយាមនិយាយប្រាប់គ្រួសារប្រាប់បងប្អូនហើយដល់ពេលហើយខ្ញុំនិយាយលេងនិយាយអីនិយាយធ្វើអីហើយអស់ហើយប៉ុន្តែនៅពេលដែលយប់ពិបាកលើដើម នៅពេលយប់វាត្រៀមទីឲ្យយើងចង់យំចង់អីប៉ុន្តែអាទឹកភ្នែករបស់ខ្ញុំហ្នឹងគឺ4 5ឆ្នាំខ្ញុំខានយំហ្មងវាអត់យំទេតែវាបែរជាតឹងនៅនេះតឹងធូងហើយវាថប់គាត់ហើយបបួលគ្រួសារអធិស្ឋានអ្នកនរគ្នាដើម្បីតែសុំទោសខ្ញុំចុចឡើងនឹងតិចខ្ញុំអធិស្ឋានខ្ញុំនិយាយអំពីគ្រឿងស្រវឹងតិចណាដោយសារតែពួកខ្ញុំភាគច្រើនបើសិនជាពួកខ្ញុំអត់សុបាយចិត្តអីយើងបបួលគ្នាផឹកអ៊ីពីទួច relax គេហៅថា relax ចឹងណាបាយគ្រួសារចឹងណាចឹងក៏អត់ផឹកច្រើនដែរម្នាក់មួយកែវទូចអីឲ្យសុបាយចិត្តចឹងណាតែដល់ពេលគាត់ផឹកហើយអ្នកនរគ្នាដឹងមិនទេយប់ឡើងគឺគាត់ថប់បេះដូងខ្លាំងចុកហើយគាត់កម្រើខ្លួនអត់រួចទេពេលហ្នឹងគាត់អង្គុយនិយាយជាមួយមិត្តភក្តិគាត់មួយទៀតហ្នឹងហើយទៅក៏គាត់ថប់ធុងហើយគាត់ងាកខ្លួនរួចសោះហើយក៏ខ្ញុំមានអារម្មណ៍ថានៅសុកខ្ញុំទៅអើចឯងខ្ញុំនៅសុកហេតុអីគេខ្ញុំត្រូវទៅអើចឯងចេះដឹងហ៎ពេលហ្នឹងខ្ញុំទៅអើទៅដល់ទៅចែកកាត់អីមែនចឹងតែនិយាយថាបងងាកខ្លួនអត់រួចទេបងថប់បេះដូងអូនពេលហ្នឹងអ្នកនរគ្នាគឺខ្ញុំឲ្យគាត់ដេកហ្មងដេកនៅហ្នឹងសិនដើរមកចេញមកសិនដើរចេញមកហើយឲ្យគាត់ដេកហើយខ្ញុំឲ្យគាត់សម្រាកហើយខ្ញុំសង្កត់បេះដូងគាត់ប្រហែលជាចូល20ទៅ30ដងបានគាត់រៀងធូរហើយបានខ្ញុំទៅឆង់ទឹកតែដាក់ទឹកខ្ញីទឹកខ្មុំហ្នឹងទឹកខ្មុំឲ្យគាត់ហូបដើម្បីគាត់សម្រួលរាងកាយគាត់ឲ្យបានល្អជាងមុនតាមពិតទៅអ្នកនរគ្នាមិនមែនត្រឹមតែរឿងប៉ុណ្្នឹងទេដែលខ្ញុំឃើញទេគឺតាមពិតទៅគឺគាត់កំពុងតែមានវិបត្តិផ្លូវចិត្តមកម្ដងទៀតវាចូលមកជាមួយយើងនឹងតាំងពីកាលវាជ្រាបមកហើយវាទៅតែចាប់ដើមរើរយៈពេលក្រោយឲ្យថប់ធុងហើយវាឲ្យយើងគិតការរស់ស៊ីគិតរឿងលុយគិតរឿងអីហើយវាច្បោកច្បល់ចូលគ្នាហើយប៉ះចាំជាមួយនឹងអារម្មណ៍យើងត្រូវប៉ះទង្គិចអីបន្តិចទៀតវាធ្វើឲ្យយើងយំមកយំរហូតដល់2ថ្ងៃហើយមួយថ្ងៃដែលយំហ្នឹងគឺនៅបន្ទប់ហ្នឹងហ្មងបន្ទប់ដែលយើងកំពុងថតនេះហើយមើលទៅខោអាវមើលទៅអាវ៉ាន់ដែលយើងវាយវាអត់ចាញ់យើងលក់វាអត់ចាញ់វាទៅជាក៏ក្រើកអារម្មណ៍កាលពី20ឆ្នាំមុនដែលខ្ញុំដេកអាកណាត់កពស់នេះហ៎ហើយគ្រូហើយយំអត់ឲ្យគេឃើញអត់ឲ្យលឺសលេងហើយឡើងញ័រដៃទៅតាត់ម្នាក់ឯងមកវិញហ្មងវាមកកាលពី20ឆ្នាំមុនវាបកមកវាយយើងហ្មងចាំមិនថាខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាចេះកុំភ្លេចខ្លួនជាមួយនឹងអ្វីអារម្មណ៍ដែលយើងដោនដែលយើងធ្វើការងារអត់ចាញ់អីមួយឬក៏យើងមានអារម្មណ៍ថាហេតុអីក៏យើងធ្វើអត់បានយើងចូលចិត្តអត់សំណួរមួយនៅក្នុងពោះក្បាលយើងមែនតើពេលដែលយើងធ្វើអីអត់ចាញ់គឺយើងចាប់ដាក់សួរចាញ់មកហ្មងហ្នឹងហើយដូចខ្ញុំប្រាប់ថាខានយំដូចជា4 5ឆ្នាំហ្នឹងខ្ញុំខានយំមែនហើយអាថប់បេះដូងដែលណៃសកត់បងហ្នឹងមុនពេលយំមុនពេលយំពេលហ្នឹងអត់តន់យំទេយំវាអត់ចាញ់អារម្មណ៍យើងនឹងតែថប់ហើយពិបាកផ្លូវដង្ហើមផ្លូវចិត្តយើងណាប៉ុន្តែវាយំអត់ចាញ់យើងព្យាយាមប្រឡប់ទៅផឹកអីជុំគ្នាក្នុងគ្រួសារទៅសុបាយអីជុំជាមួយនឹងមិត្តភ័ក្តិដែលគេខលមកនិយាយជាមួយយើងរាល់យប់អីចឹងណាហើយនឹងមនុស្សចំណិតរបស់យើងផ្សេងទៀតដែលសុបាយនិយាយមួយគ្នាហើយវា relax សុបាយចិត្តអីចឹងធូរចិត្តណាយើងគិតថាបានម្នាក់និយាយមួយយើងរៀងយូរចឹងទៅវាសុបាយផ្លូវចិត្តប្រហែលជាអត់អីទេតែតាមពិតមិនមែនអត់អីទៀតហ្នឹងហើយវាថប់ទៅហើមនេះថប់រហូតដល់យើងចុកបេះដូងហ្មងចុកឲ្យគាំងដកខ្លួនអត់រួចហើយកម្រើទឹកក៏កម្រើខ្លួនចេះក៏អត់រួចណាចាដោយសារយើងអត់យំព្រោះមូលហេតុឃើញមុនដំបូងខ្ញុំក៏ចោទថាការដែលយើងអត់សុបាយចិត្តផឹកដែរតែទៀតពិតមែនទេដោយសារតែគាត់មិនយំរហូតដល់4 5រហូតដល់ខ្ញុំអត់យំណាខ្ញុំសុំចេញតែភ្នែកវាតឹងពេកខ្ញុំសុំបញ្ជាក់អ្នកនរគ្នាបន្តិចកន្លែងហ្នឹងដែលខ្ញុំចង់ប្រាប់ថាឥឡូវខ្ញុំបញ្ចូលគាត់បន្ថែមពេលវេលាហ្នឹងបន្តិចណាខ្ញុំបានប្រាប់គាត់ថាតាមពិតអ្នកណាដែលស្អប់ទឹកភ្នែកមិនមែនជារឿងល្អទេអ្នកនរគ្នាទឹកភ្នែកអ្នកនរគ្នាត្រូវការយំវានៅជាសារពាង្គកាយរបស់យើងពីធម្មជាតិមកមានការយំមានការខកចិត្តមានការសប្បាយចិត្តមានការរីករាយនិងមានការរំភើបវាមានទាំងអស់ទាំង5ហ្នឹងបើមិនអ្នកនរគ្នាជាប់គាំងកន្លែងណាមួយវានឹងឲ្យធ្វើយើងពិបាកដូចជាបេះដូងយើងជាដើមវាអត់ច្បាច់ឈាមឲ្យដល់ឬក៏យើងត្រង់ពេកវាតឹងថប់ពេកហ្នឹងហើយអញ្ចឹងខ្ញុំចង់ប្រាប់ថាគាត់ស្អប់ការយំគាត់យំច្រើនហើយគាត់យំច្រើនហើយអញ្ចឹងគាត់អត់ឲ្យចង់ឲ្យខ្លួនឯងយំទេទៅគាត់ជួបរឿងអីក៏ដោយគាត់ប្រាប់ថាខ្លួនឯងត្រូវ strong ត្រូវរឹងមាំត្រូវទៅធ្វើជំនះរឿងហ្នឹងឲ្យបានចាដល់ពេលការប៉ັດទៅគឺគាត់កំពុងតែធ្វើបាបខ្លួនឯងបន្ថែមទៀតធ្វើបាបមែនដល់ពេលក្រោយពីយំហើយឆ្លាស់ខ្លួនមែនទេបានយំ2ថ្ងៃហ្នឹងចាបានយំ2ថ្ងៃហ្នឹងហើយកុហកដូចកូនក្មេងអញ្ចឹងវាធូរមែនតើចាញ់ប្រាប់ឯតាថាចាញ់ចង់យំមកចាញ់យំមកព្រោះអារម្មណ៍មនុស្សយើងមានការឈឺចាប់មានការពិបាកអញ្
ចឹងអារឿងយំនេះមួយខ្ញុំសូមប្រាប់ថាខ្ញុំនៅតែលួងលើកទឹកចិត្តគាត់លើកទឹកចិត្តអ្នកទាំងអស់គ្នាចង់យំក៏យំមកប៉ុន្តែកុំយំខ្លាំងពេកកុំយំយូរពេកកុំយំដាក់សម្ពាធខ្លួនឯងខ្លាំងពេកកុំធ្វើឲ្យខ្លួនឯងយំរហូតដល់2 3ម៉ោងបើចង់យំបានក្នុងរយៈពេលដែរអ្នកទាំងអស់គ្នាថាអូខេខ្ញុំពេលវេលាខ្ញុំចង់យំឲ្យអស់ចិត្តហើយបន្ទាប់មកទៀតខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថានៅពេលវេលាណាដែលអ្នកកុំយំយូរពេកនៅប្រហែលថាយើងដឹងចិត្តថាយំហ្នឹងយើងយំត្រឹមតែ60នាទីឬក៏40នាទីបានអូខេស្អែកឡើងយើងត្រូវលាងមុខឲ្យស្អាតឬក៏ពេលវេលាយើងលាងមុខឲ្យស្អាតយើងដើរវាបានដល់ពួកវាអាចកេះបេះដូងបានអ្នកនរគ្នាការយំជ្រុលក៏កេះបេះដូងការអត់យំក៏កេះបេះដូងដែរចាខ្ញុំស្វែងយល់រួចរាល់អស់ហើយបានខ្ញុំមកប្រាប់បងស្រីខ្ញុំហ្នឹងហើយ ហើយមួយទៀតបន្ទាប់ពីយំនឹងហើយគ្រួសារខ្ញុំម៉ាក់ខ្ញុំអីមកទៅ Best Buy នៅកំពង់ចាមឡើងលើដើមស្វាយទៅ relax លើដើមស្វាយដាំនោះ Best Buy បែអីបន្ទាប់ពីចប់ហើយខ្ញុំនៅអត់តាន់ធូរទៀតចាខ្ញុំប្រាប់ពួកម៉ាក់ខ្ញុំមិត្តភក្តិខ្ញុំអីផ្សេងទៀតគេហៅចេញទៅជុំគ្នាហើយពួកម៉ាក់ខ្ញុំមួយទៀតហើយទៅវាយ golf ទៀតហ្នឹងហើយអញ្ចឹងអាពេលទៅវាយ golf ហ្នឹងគឺអារម្មណ៍យើងល្អមែនតើហ្មងយើងដូចទាត់ស្អីមួយបោះចោលទៅហ្មងទុក100គ្រាប់100គ្រាប់វាយយកម្នាក់ឯង100គ្រាប់ហ្នឹងហើយដល់ពេលអញ្ចឹងវាធូរត្រឹមហ្នឹងហ្មងត្រឹមមកវាយ golf ហ្នឹងអូខេបកមកវិញអ្នកទាំងអស់គ្នាคลิปនេះគឺជាคลิปដែលសំខាន់បំផុតសម្រាប់អ្នកទាំងអស់គ្នាហ្មងដែលចង់ដើរចេញពីស្ថានភាពបញ្ហាអញ្ចឹងអ្នកទាំងអស់គ្នាបានចូលមើលคลิปខ្ញុំឯងតាំងពីដើមរហូតដល់ឥឡូវដល់คลิปនេះគឺខ្ញុំដើរចេញពីបញ្ហា depression នេះគឺដោយសារតែខ្ញុំមានមិត្តភ័ក្តិមានគ្រួសារហើយខ្ញុំរត់ទៅធ្វើស្អីផ្សេងហើយនឹងបញ្ចេញរឿងនៅក្នុងចិត្តទាំងអស់ជូនដល់ពួកគាត់ស្ដាប់តែសូមរកអ្នកដែលទុកចិត្តចាហើយសម្រាប់ខ្ញុំថ្ងៃនេះខ្ញុំលើកទី1ដែលខ្ញុំធ្វើ clip នេះមកចែកជូនបងប្អូនជា public ហ្មងហ្នឹងហើយ public ហ្នឹងហើយដោយសារតែខ្ញុំដឹងថាសម័យកាលនេះគឺជាសម័យកាលសេដ្ឋកិច្ចកំពុងតែធ្លាក់មិនមែនតែធ្លាក់តែប្រទេសយើងឯងគ្រប់ប្រទេសទាំងគេទាំងខ្ញុំត្រូវទៅជួបឯសេដ្ឋកិច្ចពេលវេលានេះទាំងអស់គ្នាហ្នឹងហើយខ្ញុំសូមទទួលស្គាល់ចឹងហ្មងអញ្ចឹងម្នាក់ត្រូវជួបបញ្ហាទាំងអស់ depression បញ្ហាបាក់ទឹកចិត្តរឿងលុយកាក់គេបំណុលឬមួយក៏បញ្ហាយើងត្រូវរកចំណូលចូលផ្ទះហ្នឹងហើយអញ្ចឹងប៉ះទាំងអស់អញ្ចឹងខ្ញុំសូមឲ្យបងប្អូនមើលថែសុខភាពផ្លូវចិត្តខ្លួនឯងឲ្យបានច្រើនយើងគិតថាយើងស្ទះនៅបញ្ហាណាមួយប៉ុន្តែសុខភាពផ្លូវចិត្តយើងបើសិនជាផ្លូវចិត្តយើងទ្រុឌទ្រោមវាលើសពីបញ្ហាហ្នឹងមកចូលយើងទៀតហ្នឹងហើយអញ្ចឹងក្នុងដំណាក់កាលនេះណាអ្នកទាំងអស់គ្នាមើលថែផ្លូវចិត្តខ្លួនឯងឲ្យបានច្រើនហើយនឹងលើកស្ទួយទឹកចិត្តដូចជាក្រុមគ្រួសារអីយើងជួយលើកទឹកចិត្តគ្នាឡើងហើយយើងគិតថាយើងអត់អស់ផ្លូវទេហ្នឹងហើយអត់អស់ច្រកនៅពេលដែលអ្នកទាំងអស់គ្នានៅមានជីវិតអ្នកទាំងអស់គ្នានៅមានផ្លូវបន្តទៀតបើសិនជាអ្នកទាំងអស់គ្នាអស់ជីវិតតែអ្នកដែលរងបន្ទុកគឺគ្រួសាររបស់អ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាមានក្តីស្រឡាញ់ចំពោះនៅគ្រួសារឬក៏បងប្អូនឬក៏ពុកម្ដាយសូមកលេចមើលមុខគាត់ឲ្យបានយូរអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាផ្ដោតក្តីសង្ឃឹមបន្ថែមទៀតនឹងដើរទៅជីវិតបន្តទៀតហើយមានគំនិតថ្មីនឹងធ្វើវាបានហ្នឹងហើយកុំនៅតែឯងនៅពេលដែលយើងដឹងខ្លួនថាយើងកំពុងតែមានបញ្ហាហើយទៅរកមិត្តភ័ក្តិទៅរកបងប្អូនទៅធ្វើស្អីផ្សេងហើយនឹងនិយាយមកលើកអស់មកឲ្យធូរកុំខ្មាស់ពីព្រោះកាលពីមុនគឺខ្ញុំមានកំណត់មួយខ្ញុំអត់ចង់ឲ្យអ្នកទាំងខ្ញុំឃើញតែភ្នែកខ្ញុំអត់ចង់ឲ្យមិត្តភ័ក្តិខ្ញុំដឹងថាខ្ញុំមានបញ្ហាខ្ញុំអត់ចង់យំនៅមុខមិត្តភ័ក្តិខ្ញុំទេហើយខ្ញុំអត់ចង់ឲ្យអ្នកណាដឹងថាអ្នកណាមើលមកខ្ញុំទុនខ្សោយទេអញ្ចឹងដើម្បីជៀសផុតពីអាហ្នឹងកុំខ្វល់ប្រឡែងវាចោលប្រាប់បានយើងប្រាប់ទៅអ្នកណាត្រូវប្រឡែងបានយើងប្រឡែងហ្នឹងហើយទៅដើរលេងទៅអីឲ្យច្រើនស្រូបខ្យល់អាកាសឲ្យច្រើនយើងនឹងដើរចេញពីកន្លែងហ្នឹងបានផុតចាអូខេនៅវីដេអូនេះសម្រាប់ទៅជូនអ្នកទាំងអស់គ្នាហើយវីដេអូទី3ក្រោយវគ្គទី3នេះនឹងចាំជួបគ្នានៅវីដេអូខ្ញុំដែលខ្ញុំនិយាយពីការកើតជំងឺ depression ហើយខ្ញុំធ្វើមិនដើម្បីដើរចេញពីការជំងឺ depression ហ្នឹងឲ្យបានហើយខ្ញុំនឹងជួបអីគេខ្លះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នានៅវីដេអូក្រោយនេះជួបជាមួយបញ្ហារបស់គាត់ផ្ទាល់វិញអូខេវីដេអូនេះដែរជម្រាបលាអ្នកទាំងអស់គ្នាអូខេ complete subscribe channel YouTube របស់ខ្ញុំ Lilia Show Off bye bye